ស្ដីបងប្អូនបាទមកទស្សនាវីដេអូបង្ហាញការរបៀបឆ្លាក់អក្សរមូលបាទបងប្អូននេះបាទឆ្លាក់មូលបងប្អូនហើយមានស្រមោលយើងដាក់ស្រមោលឲ្យលេចធ្លោណាបងប្អូននេះបងប្អូននេះគឺជាអក្សរពបាទថ្ងៃនេះខ្ញុំបានសូមលើកយកនៅឈ្មោះតារាចម្រៀងព្រាបសវត្ថប្រចាំព្រះរាជាណាចក្រកម្ពុជាមកធ្វើការបទបង្ហាញក៏ដូចជាព្រៀងទុកឲ្យបងប្អូនរៀនឆ្លាក់តាមបាទសម្រាប់បងប្អូនដៃថ្មីបងប្អូននេះបងប្អូនដៃ first របស់យើងពោតសំប៉ែតបាទនេះយើងទាញបែបហ្នឹងមកបាទព្រាបសវត្ថបាទព្រាបសវត្ថគឺជាតារាចម្រៀងសម័យថ្មីទេបងប្អូនប៉ុន្តែឈ្មោះបោះសម្លេងរបស់គាត់គឺគាត់ជាយូរលង់ណាស់មកហើយដែរបាទបងប្អូនគាត់មានទឹកដមសម្លេងបានទាំងបទសម័យនិងបទបុរាណក៏គាត់ច្រៀងបានដែរបាទគាត់ពិតជាមានសមត្ថភាពខ្ពស់មែនបាទដូច្នេះនេះបងប្អូនងាកមកអក្សរឆ្លាក់យើងវិញបាទនេះគឺជាអក្សរសបាទនេះបងប្អូនអក្សរសយើងដាក់សក់អញ្ចឹងមកបងប្អូនបាទព្រាបសវត្ថនេះគឺជាស្រៈអុកបាទស្រៈអុកមានស្ទាយជើងតិចបាទផ្សេងចឹងបងប្អូននេះអក្សរវបងប្អូនសវត្ថអក្សរវមកគឺធ្វើបែបហ្នឹងបងប្អូនបាទនេះឈ្មោះតារាចម្រៀងរបស់យើងបានរួចហើយបងប្អូនឥឡូវនេះយើងមកដល់វគ្គថែមសមោលតែម្ដងបងប្អូនបាទនេះយើងអត់មានពិបាកទេបងប្អូនយើងថែមយកតែម្ដងនេះសរសេរឥឡូវនេះគឺសមោលយើងដាក់ជាមួយនឹងเปิดដូចគ្នាគឺเปิดពណ៌ខៀវបាទបងប្អូនយើងដាក់ខុសនឹងតួអក្សរយើងបងប្អូនបើយើងដាក់ដូចគ្នាវាអត់លេចទេនេះយើងដាក់ពណ៌ខុសគ្នាអញ្ចឹងរាងកម្ៅរាងខៀវបន្តិចហ្នឹងទៅដាមបន្តិចយើងមើលទៅគឺអក្សរធ្លោតែម្ដងបងប្អូនឃើញទេបាទព្រាបសវត្ថបងប្អូនឃើញហើយដល់ពេលយើងចាប់ផ្ដើមដាក់សមោលទៅយើងមើលឃើញអក្សរខ្លែកពីមុនពីដែលយើងអត់ទាន់ដាក់សមោលនោះគឺអក្សរយើងមើលសឹងថាពុំឃើញអក្សរផងណាមួយเปิดទឹកខៀវចិត្តយើងមើលអត់ច្បាស់ទេបងប្អូនឈ្មោះហើយអក្សរក៏ជាប់គ្នាទៀតមើលទៅវាអត់ទៅច្បាស់ឥឡូវនេះបងប្អូនសុបត្តិបាទបងប្អូនឃើញទេអក្សរតនេះក្តីយើងមើលមិនទៅច្បាស់ទេឥឡូវយើងបានដាក់សមោលហ្នឹងមកទើបយើងដឹងច្បាស់ថានេះវាគឺជាអក្សរតបាទឃើញទេបងប្អូនសុបត្តិព្រាបសវត្ថបាទបងប្អូនឥឡូវការឆ្លាក់របស់យើងក៏បានរួចរាល់ដល់ទីបញ្ចប់ទៅហើយដូច្នេះបើបងប្អូនចាប់អារម្មណ៍នឹងវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe ដើម្បីឲ្យខ្ញុំបានធ្វើវីដេអូបង្ហាញជូនទៅដល់បងប្អូនជាច្រើនទៀតបងប្អូនបាទ